ថាជីវិតកាពិតមិនសងព្រេងជាមិនដាំពីលោកឪពុកទៅមុខមិនវងវែងជីវិតខ្ញុំខ្លីដែលកាត់វិថីតាំងតែពីនៅក្មេងបរាជ័យគឺជាលោកគ្រូដែលខ្ញុំបានក្រោកពីក្រែគេងថាมันអាចនៅតែมันអាចបើខ្លាចនៅតែខ្លាចការងារមិនហើយកុំតន់អាចចេញបន្តដល់ថ្ងៃសៅរ៍សរសេរវាទុកគោលដៅខាងមុខបើទោះជាយប់ជ្រៅយើងរស់ដោយសារមានគោលបំណងកំដៅរបងនាំតែដំបៅទាំងនេះសំណាប់ណាក៏ដោយដែលមានទុកព្រួយសម្រាប់មនុស្សដែលអស់កម្លាំងឲ្យគ្មាននរណាគេដើរមកជួយឃើញអ្នកជួយជាមួយជីវិតពិតជារងានៅក្នុងភួយអ្នកក៏ដឹងដែរថាជីវិតយើងនេះវាផុយស្រួយគ្មានអ្វីគ្រប់គ្រាន់សម្រាប់មនុស្សដែលមើលពីក្រៅគ្មានអ្វីដែលបានមិនខំមកសិនអ្នកខំអ្នកផុតរំដៃខ្ញុំលើកឧទាហរណ៍សម្រាប់មនុស្សដែលឲ្យតម្លៃសន្សំយើងកុំបំបោប្រយ័ត្នប្រយែងគេបែងដៃបើជីវិតយើងមានតែមួយកុំចេះតែរៀនឲ្យធ្វើមិនយល់ត្រូវទៅគេអ្នកទៅតែដោនអ្នកទៅតែយល់អំពីឆ្នាំពុលជីចំណេះវិជ្ជាអ្នកជីកឲ្យជ្រៅលបើកទាំងគុលចេះតែរស់ដើម្បីតែលុយរៀនរស់មកកាសភ័មមិនគុលរស់ដើម្បីខ្លួនឯងគឺរស់មិនពឹងលើអ្នកដទៃរស់ដើម្បីយើងមានបញ្ញាយើងមានគំនិតនិងក្តីសម័យចេះតែរស់ដើម្បីកដាស់ពេលអស់កដាស់អ្នកអស់តម្លៃដើម្បីសោកឬក៏ស្រឡាញ់វាគឺជាសិទ្ធិអ្នកដទៃតែតកាជាបទពិសោធន៍ដោយបច្ចុប្បន្នវាជាលំហាក៏ហក់គេបានតែពី3ដងបើជាកំហុសអ្នកត្រូវកំចាត់អនាគតនៅតែមើលមិនឃើញបើយើងមិនប្រុងប្រៀបបញ្ហាយើងត្រូវតែដងពីជីវិតដែលថោកទាប